ជំរាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទស្វាគមន៍មកកាន់ page របស់ខ្ញុំទៀតហើយបាទហើយខ្ញុំថ្ងៃនេះដែរគឺខ្ញុំចង់នាំមកម៉ែបងប្អូនទាំងអស់គ្នាទៅមើលសួនកំសាន្តគេនៅក្បែរផ្ទះខ្ញុំបងប្អូនបាទនិយាយរួមទៅបងប្អូននៅហ្នឹងនៅពេលដែលសៅរ៍អាទិត្យអីចឹងណាគេចូលចិត្តដើរកំសាន្តនៅតាមសួនអីចឹងហើយគេនាំឆ្កែនាំសត្វគេដូចជាកូនគេអញ្ចឹងណាទៅដើរលេងនៅតាមសួនកំសាន្តដោយសារតានៅហ្នឹងណាបងប្អូនគេអត់សូវមានពេលសម្រាប់កូនគេថាតាច័ន្ទសុកអញ្ចឹងគេទៅធ្វើការអញ្ចឹងហើយទៅតែសៅរ៍អាទិត្យបានគេទំនេរអញ្ចឹងទៅកាលណាពេលគេទំនេរអញ្ចឹងគេចូលចិត្តដើរកំសាន្តជាមួយក្រុមគ្រួសារគេអញ្ចឹងដូចជានៅតាមសួនឬនៅតាមផាកពេលខ្លះគេអាចធ្វើដំណើរកំសាន្តទៅ city មួយទៀតឬក៏ក្រុងមួយទៀតអីចឹងបងប្អូនបាទហើយដោយសារតែឥឡូវហ្នឹងវាជារដូវរងាបងប្អូនអញ្ចឹងទៅមួយចំនួនធំហ្នឹងឲ្យតែសៅរ៍អាទិត្យហ្នឹងគឺគេចូលចិត្តទៅជិះស្គីលេងនៅតាមតំបន់ភ្នំមួយចំនួនអញ្ចឹងណាដោយសារតែប្រទេសខ្ញុំរស់នៅហ្នឹងគឺវាក៏មានរដូវរងាដែរបងប្អូនអញ្ចឹងនៅតាមតំបន់ភ្នំមួយចំនួនណានៅជាក្រុងនៅឆ្ងាយក្រុងអញ្ចឹងវាមានធ្លាក់ព្រិលដោយសារតែនៅលើកំពូលភ្នំអីចឹងវាតិចអញ្ចឹងវាមានព្រិលធ្លាក់ច្រើនអញ្ចឹងគេចូលចិត្តទៅជិះស្គីកំសាន្តនៅតំបន់ហ្នឹងអញ្ចឹងណាបងប្អូនបាទប៉ុន្តែខ្ញុំគឺអត់បានទៅទេបងប្អូនដោយសារតាខ្ញុំធ្វើការអញ្ចឹងទៅពេលដែលយើងទៅជិះស្គីអញ្ចឹងទៅវាអាចមានគ្រោះថ្នាក់ដូចជាយើងអត់ចេះផងអញ្ចឹងខ្លាចមានគ្រោះថ្នាក់អីចឹងខ្លាចបាក់ដៃបាក់ជើងឬក៏ឆ្លោះដៃឆ្លោះជើងអញ្ចឹងយើងទៅធ្វើការអត់កើតអញ្ចឹងណាបងប្អូនបាទអញ្ចឹងទៅវាពិបាកដែរអញ្ចឹងសម្រាប់អ្នកដែលគាត់ចូលចិត្តជិះស្គីហើយគាត់អត់សូវមានអត់សូវសម្បូរការងារធ្វើអញ្ចឹងគាត់អាចទៅជិះស្គីបានបងប្អូនបាទហើយហ្នឹងគឺឆ្កែខ្ញុំគាត់ឈ្មោះអាបារីបងប្អូនហើយគាត់ចេះគឺជាទូទៅហ្នឹងគឺគាត់គាត់អត់ដែរជុះនៅក្នុងផ្ទះហ្នឹងចាប់ពីវាបាន3ខែមកគឺវាអត់ដែរជុះក្នុងផ្ទះទៅគឺយើងនាំវាទៅជុះនៅក្រៅរហូតហើយអញ្ចឹងទៅពេលខ្លះយើងអាចបានជូនវាទៅជិតមួយថ្ងៃហាមួយថ្ងៃចុះអញ្ចឹងទៅគឺវាអត់ជុះហ្មងបងប្អូនវាទ្រាំតែយើងនាំវាទៅជុះហ្មងប្រហែលអញ្ចឹងវាឆ្លាតដែរបងប្អូនវាអត់ដែរជុះទេហើយបើនោមវានោមដែលគាត់ថានៅផ្ទះខ្ញុំហ្នឹងគឺខ្ញុំមានกระดาษមួយហ្នឹងសម្រាប់ឲ្យវានោមដាក់ហ្នឹងអញ្ចឹងវាជក់បងប្អូនន័យថាដូចវានោមដាក់ហ្នឹងទៅគឺវាជក់នៅហ្នឹងឯងអញ្ចឹងទៅវានោមនៅហ្នឹងតែបើជុះវិញហើយដែរជុះបងប្អូនបាទហើយខ្ញុំក៏មិនសូវបាននាំវាចេញមកក្រៅដែរបងប្អូនដោយសារតាខ្ញុំក៏រវល់ហើយមិត្តភ័ក្តិខ្ញុំក៏គាត់រវល់អញ្ចឹងទៅក៏មិនសូវបានជជូនគាត់មកដើរលេងអញ្ចឹងសៅរ៍អាទិត្យពេលខ្លះក៏ចេញមកដើរលេងជាមួយវាខ្លះអញ្ចឹងដើម្បីលំហែខួរក្បាលបងប្អូនបាទពេលខ្លះយើងនៅតែផ្ទះពេកហើយយើងធ្វើការផងទៅយើង stress អញ្ចឹងពេលខ្លះយើងដើរលេងជាមួយសត្វឆ្កែអញ្ចឹងទៅវាពេលខ្លះវាបាត់ stress ដែរបងប្អូនពេលដើរលេងមួយវាអញ្ចឹងណាវាដើរលេងឲ្យផងអញ្ចឹងទៅយើងលេងមួយវាផងហើយត្រូវនឹងញ៉ាំចូលចិត្តសត្វឆ្កែផងទៅក៏វាស្រួលមួយយ៉ាងដែរបងប្អូនពេលខ្លះទៅយើងចង់ចេញទៅលេងមួយវាចេញទៅលេងទៅបើនៅផ្ទះវិញយើងលេងមួយវានៅផ្ទះទៅហើយវាលេងរហូតបងប្អូនខ្លាចតែយើងអត់មានពេលលេងជាមួយវាតាហើយវា cute ទៀតបងប្អូនហើយចាប់កញ្ញិចវារាល់តែថ្ងៃបងប្អូនបាទអូខេអញ្ចឹងអង្គវ៉ែមកមើលផាកហ្នឹងវិញបងប្អូនផាកហ្នឹងគឺប្រហែលថ្ងៃមុនគឺសិតព្រិលប៉ុន្តែដោយសារតែប្រហែលថ្ងៃចុងក្រោយហ្នឹងដោយសារតែអាកាសធាតុវាយ៉ាងក្តៅមកវិញណាវាជិតចូលដល់លក្ខណៈ spring អញ្ចឹងវាត្រជាក់ក្តៅបងប្អូនអាកាសធាតុនៅស្រុកហ្នឹងណាអញ្ចឹងទៅពេលខ្លះអ្នកខ្លះអត់សមនឹងអាកាសធាតុគឺឈឺហ្មងបងដោយសារតែវាក្តៅត្រជាក់ជំរឿនតិចទៀតហ្នឹងគឺវាត្រជាក់ក្តៅខ្លាំងបងប្អូនវាលោតដូចថាប៉ះពេលថ្ងៃអញ្ចឹងវាដល់20អង្សាសេទៅដល់ពេលយប់វា1អង្សាសេអញ្ចឹងណាបងប្អូនបាទអញ្ចឹងវាលោតខ្លាំងពេកអញ្ចឹងទៅធ្វើឲ្យមនុស្សមួយចំនួនដែលខ្លួនប្រាណយើងវាអត់បន្សំទៅនឹងអាកាសធាតុបានឆាប់រហ័សឈឺទៅបងប្អូនប្រចាំឈឺកបងប្អូនមួយប្រចាំឈឺកដោយសារតែអាកាសធាតុវាអត់ល្អសម្រាប់សុខភាពយើងអញ្ចឹងណាអញ្ចឹងមួយត្រូវប្រយ័ត្នអំឡុងពេលរដូវកាលនៃការផ្លាស់ប្ដូរពីរដូវមួយទៅរដូវមួយអញ្ចឹងណាអញ្ចឹងទៅបើពីដូរពីរដូវ spring ទៅ summer អត់អីទេបងប្អូនដោយសារតែអាកាសធាតុហ្នឹងវាផាក់ផែគ្នាប៉ុន្តែដូរពី winter ទៅ spring បងប្អូនតិចហើយអាកាសធាតុប្រែប្រួលសាហាវបងប្អូនបាទហើយបើអ្នកមួយចំនួនដូចខ្ញុំនិយាយដែរហ្នឹងគឺបើអ្នកមួយចំនួនគឺក៏អត់សមនឹងអាកាសធាតុនៅហ្នឹងទេគឺគាត់ឈឺច្រើនបងប្អូនដូចមិត្តភ័ក្ដិខ្ញុំប្រហែលថ្ងៃមុនហ្នឹងគឺគាត់ឈឺបងប្អូនគាត់ផ្ដាសាយហើយមានមិត្តភ័ក្ដិខ្ញុំពី3នាក់ទៀតហ្នឹងក៏ឈឺដែរបងប្អូនបាទហើយអញ្ចឹងទៅដល់ពេលយើងមករស់នៅស្រុកគេដូចជាពិសេសស្រុកនៅអឺរ៉ុបអញ្ចឹងគឺយើងត្រូវប្រយ័ត្នប្រយែងតិចទៅអាកាសធាតុ
ចឹងកុំទុកចិត្តណាពេលខ្លះយើងចេញទៅក្រៅអញ្ចឹងយើងគិតថាក្តៅប៉ុន្តែបងប្អូនតាអស់ថ្ងៃទៅគឺចុះតិចសឹបអាហ្នឹងគឺសារមានថ្ងៃបងប្អូនប៉ុន្តែដល់ពេលអត់ថ្ងៃអញ្ចឹងណាម៉ែបងប្អូនហើយពេលល្ងាចបន្តិចហ្នឹងវាតិចចុះមកវិញសឹបហើយតែម៉ោង7ម៉ោង8ម៉ោង9ហ្នឹងវាតិចមកដល់1វិញបងប្អូនបាទអញ្ចឹងទៅវាយើងក៏សើកុំទុកចិត្តនៅអាកាសធាតុនៅអឺរ៉ុបអញ្ចឹងបើបងប្អូនមានឱកាសមករស់នៅអឺរ៉ុបកុំភ្លេចរឿងសុខភាពហ្នឹងគឺសំខាន់ណាស់បងប្អូនតាឈឺអីហ្នឹងទៅយើងពិបាកដែររឿងទៅធ្វើការទៅធ្វើអីអញ្ចឹងណាហើយនៅផាកហ្នឹងដែរគឺយទៅទៅនៅហ្នឹងគឺគេដាំដើមឈើហូបផ្លែច្រើនបងប្អូននៅពេលដែលដល់រដូវវាផ្លែបងប្អូនគឺយើងអាចបេះហូបបានដោយសេរីអញ្ចឹងណាយើងអត់ដូចនៅប្រទេសមួយចំនួនដូចនៅជប៉ុនអញ្ចឹងខ្ញុំឃើញវីដេអូខ្មែរគាត់ធ្វើអញ្ចឹងថាណាយើងបេះហូបផ្លែឈើនៅតាមសួនតាមអីអញ្ចឹងគេផាកពិន័យអញ្ចឹងណាតែនៅនេះគឺអត់សូវមានណាគេផាកពិន័យដែលយើងអាចបេះអាមហូបអីអញ្ចឹងយើងដើរកាន់ហូបអីអញ្ចឹងទៅគេអត់មានផាកពិន័យទេតែហាមតែយើងបេះយកទៅលក់បងប្អូនបាទបើបេះយកទៅលក់គេអាចចាប់ហើយប៉ុន្តែបើយើងបេះមហូបអញ្ចឹងគឺគេអត់មានអាចចាប់ទេបងប្អូនបាទហើយដូចខ្ញុំនិយាយហ្នឹងឥឡូវវាចូលចិត្តដល់រដូវ spring ហើយអញ្ចឹងទៅយើងឃើញមានដើមផ្កាមួយចំនួនអញ្ចឹងណាបងប្អូនបាទអូខេអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងហើយបើសិនតែពុកម៉ែបងប្អូនចូលចិត្តនៅវីដេអូខ្ញុំកុំភ្លេចជួយចុច like ជួយ share ហើយនិង follow page របស់ខ្ញុំផងបាទអញ្ចឹងអរគុណច្រើនជម្រាបលាបាទ